ស្លាប់ទៅចោស្លាប់ទៅយោអើកញ្ចាស់មីកញ្ចាស់មិនបាច់អង្វរអញទេងត់ទៅអូយម៉ែវាអត់កូនលោកម្ចាស់សម្រាប់ខ្ញុំទាំងពីរអ្នកម្ចាស់តែគុំសម្រាប់កូនប្រុសខ្ញុំអីសម្រាប់កូនខ្ញុំអីលោកសេដ្ឋីអន្តពាលឮថាលោកកាប់គោក្លែមស្រាហេតុអីបានជាលោកបញ្ហៅពួកខ្ញុំមកក្លែមស្រាផងអញ្ចឹងណែមូហនឯងជាមេចោល500យើងបើកដៃឲ្យឯងរកស៊ីប៉ុណ្ណឹងក៏វាសមល្មមណាស់ទៅហើយឯងមិនចាំបាច់អីមកផ្ទះយើងញឹកញាប់ពេកទេនាំតែគេសង្ស័យទេណាក្រុមចោលពួកខ្ញុំឥឡូវរកស៊ីមិនសូវកាក់កបសោះទើបចង់មកខ្ចីមាសប្រាក់លោកសេដ្ឋីយកទៅចាយវាយសិនណាចាំពេលណាដែលខ្ញុំរកបានខ្ញុំនឹងយកមកសងលោកសេដ្ឋីវិញភ្លាមបានឯងចង់បានប៉ុន្មានក៏បានដែរតែពួកឯងត្រូវធ្វើការឲ្យយើងមួយឲ្យបានសម្រេចសិនណាអូកុំថាឡើយកិច្ចការមួយទោះកិច្ចការ100ក៏ពួកខ្ញុំមិនរុញរាដែរណាស្រេចតែលោកបញ្ជាមកចុះពួកខ្ញុំនឹងធ្វើឲ្យបានសម្រេចជូនលោកជាមិនខានទេល្អណាស់មូហនឯងធ្លាប់ស្គាល់ព្រះមហាមុគលានហើយគឺពួកឯងទាំងអស់គ្នាត្រូវធ្វើយ៉ាងណាតាមសម្រាប់ព្រះអង្គនោះឲ្យបានដើម្បីរងាប់កំហឹងរបស់អញអូបានពួកខ្ញុំនឹងទៅឥឡូវនេះភ្លាមតើពួកឯងឆាប់ចេញទៅភ្លាមអាត្មាអញសូមទុកបាយសម្លដែលសល់ពីដង្វាយសែនអ្នកតាស្ទឹងនេះធ្វើជាចង្ហាន់នៅពេលនេះហើយសូមឲ្យកសលផលបុណ្យទាំងឡាយកើតមានដល់ម្ចាស់បាយសម្លគ្រប់ពេលវេលាកុំបីឃ្លៀងឃ្លាតឡើយសម្មាសម្ពុទ្ធោអាត្មាអញខំតាំងសមាធិដើម្បីរំពឹងមើលខ្សែជីវិតពីអតីតជាតិហេតុអីក៏អាត្មាអញមើលមិនឃើញច្បាស់សោះអញ្ចឹងអាត្មាអញចង់ដឹងណាស់ថាពីអតីតជាតិតើអាត្មាអញបានធ្វើអ្វីខ្លះបានជាគុកចោល500តាមចងកម្មចងពីអាត្មាអញដូចនេះណោះពួកយើងព្រះមហាមុគលាននៅខាងមុខឯណោះតើពួកយើងឆាប់ឡើងទៅសម្លាប់លោកឲ្យបានចោលទាំងនេះប្រកាសជាមុខសម្លាប់អាត្មាអញហើយអាត្មាអញមិនអាចនៅបានទេព្រះមហាមុគលានលោកមិនអាចរត់ទៅណារួចជាតិទេស្លាប់ទៅហ៎កាប់មិនមុតណែលបងព្រះមហាមុគលានពិតជាពូកែមែនរកឃើញប៉ុណ្ណឹងហើយកាប់ពី3កំបិតទៅហើយនៅរត់រួចទៀតយើងគិតធ្វើយ៉ាងម៉េចទៅលបងគិតទៅព្រះមហាមុគលានពិតជាព្រះមហាទុតិយៈរបស់ព្រះសាវកដ៏ខ្លាំងពូកែដូចគេថាមែនលបងទោះជាពូកែយ៉ាងណាក៏ដោយយើងត្រូវតែសម្លាប់លោកឲ្យទាល់តែបានបិទមែនហើយតើបើយើងទៅមុខទៀតទៅដែលខ្លាចអំណាចពួកចៅព្រះផ្លេចទាំងខាងជាមនិងក្លុកទឹកចោលនៅទីនេះទីពុទ្ធោព្រះស្វាមីតាំងព្រះអង្គវេទនាយ៉ាងណាទៅចុះព្រះមហាមុគលាននឹងរត់ទៅណាលឿនម្ល៉េះហេតុអីក៏យើងតាមមិនទាន់សោះអញ្ចឹងវីបោហើយលបងបើយើងសម្លាប់មុគលានមិនបានទេសេដ្ឋីអន្តពាលប្រកាសជាមិនឲ្យមាសប្រាក់យើងទេមែនហើយអូនោះព្រះមហាមុគលាននៅខាងមុខនោះពួកយើងឆាប់ទៅណែវិញពួកឯងកាត់ក្បាលវាចុះទុកឲ្យអញជាអ្នកវះពុះយកថ្លើមរមាត់ព្រោះសេដ្ឋីផ្ដាំមកថា
ឲ្យយកថ្លើមប្រមាត់ឲ្យគេមើលណាឈប់សិននេះមិនមែនជាព្រះមហាមុគលានទេពួកយើងច្រឡំហើយចុះក្រែងលោកបងថាមនុស្សដែលយើងតាមសម្លាប់នោះគឺជាព្រះសង្ឃឥឡូវជួបហើយមិនក៏ថាមិនមែនទៅវិញលោកបងព្រះសង្ឃមែនតែមិនមែនមុខមាត់ដូចព្រះសង្ឃនេះទេអញស្គាល់ច្បាស់ណាស់មានតែពួកឯងទេដែលមិនស្គាល់នោះតើពួកញោមចង់រកព្រះសង្ឃណាដែរគឺពួកយើងចង់រកព្រះសាវកព្រះមហាមុគលានតើលោកមានបានឃើញព្រះអង្គទេអាត្មាមិនបានឃើញទេចុះព្រះមហាមុគលានដែលពួកញោមតាមរកប្រុងសម្លាប់នោះតើមានរឿងអ្វីទៅពួកយើងត្រូវសេដ្ឋីអន្តពាលអន្តេរថៃជួលឲ្យតាមសម្លាប់ព្រះមហាមុគលានជាច្រើនលើកច្រើនសារណាស់មកហើយតែពួកយើងតាមសម្លាប់ព្រះអង្គមិនបានសោះឥឡូវនេះបើលោកថាមិនឃើញទេប្រញាប់ចេញពីមុខមាត់យើងភ្លាមទៅប្រយ័ត្នយើងកំពុងតែក្រពុលមុខផងទៅឆាប់ចេញទៅតិចត្រូវឥឡូវហ្នឹងបើអញ្ចឹងអាត្មាចម្រើនពោឲ្យញោមតើពួកយើងទៅមុខទៀតសូមក្រាបថ្វាយបង្គំព្រះអង្គកុមារិកាបុត្រីតើបុត្រតាមរកព្រះស្វាមីរបស់បុត្រឃើញទេតើបុត្រីអាចសុំឲ្យព្រះអង្គលាចាកសិក្ខាបទបានទេឬក៏យ៉ាងម៉េចដែរខ្ញុំម្ចាស់តាមរកព្រះអង្គមិនទាន់ជួបទេព្រះបិតាគឺជួបតែថងយាមនិងឃ្លោកទឹកនៅកន្លែងដែលព្រះអង្គតាំងសមាធិប៉ុណ្ណោះតើព្រះស្វាមីដែលចេះតែរត់គេចនេះមិនចង់ជួបបុត្រឬក៏មកពីមូលហេតុអ្វីទៅណោះព្រះបោខ្ញុំម្ចាស់គិតថាព្រះស្វាមីខ្ញុំម្ចាស់ដែលចេះតែរត់គេចនោះមិនមែនដោយសារព្រះអង្គមិនខ្វល់ប្រតិនឹងខ្ញុំម្ចាស់នោះទេគឺមកពីព្រះអង្គខ្លាចពួកចៅមួយក្រុមដែលចេះតែដេញតាមជាព្រះអង្គសូមព្រះបិតាជួយការពារព្រះស្វាមីខ្ញុំម្ចាស់ផងព្រះបងម្ចាស់លោកអុកញ៉ាភក្តីសង្គ្រាចសូមលោកចាត់មេតបតាមដងហែបុត្រីយើងតាមរកព្រះមហាមុគលានកុំឲ្យពួកចៅធ្វើបាបព្រះអង្គជាដាច់ខាតណាមិនតែប៉ុណ្ណោះត្រូវស៊ើបឲ្យដឹងថាមូលហេតុអ្វីបានជាក្រុមចៅតាមធ្វើគុតព្រះអង្គដែលជាអ្នកបួសដូច្នេះទៅវិញសូមទទួលព្រះរាជាក្រាបទូលថ្ងៃនេះពួកទូលបង្គំរាល់គ្នាសូមទូលព្រះពុទ្ធជាម្ចាស់ដើម្បីស្រាយបំភ្លឺនៅចម្ងល់មួយហេតុដូចម្ដេចបានជាព្រះមហាមុគលានដែលបានសម្រេចជាព្រះមហាទុតិយសាវកទៅហើយបែរជាមានសេដ្ឋីអន្តពាលអន្តេរថៃជួលពួកចោរឲ្យដេញតាមសម្លាប់ព្យាបាទជីវិតរបស់ព្រះអង្គដូច្នេះទៅវិញដូច្នេះសូមព្រះពុទ្ធដ៏មានព្រះភិក្ខមេត្តាសម្ដែងឲ្យទានឲ្យទូលបង្គំរាល់គ្នាបានដឹងផងក្រាបទូលមនាលភិក្ខុទាំងឡាយព្រះមហាមុគលានថេរពិតមែនតែបានកសាងកុសលធម៌ជាច្រើនចំពោះអ្នកមានគុណហើយក៏ជាកុលបុត្រប្រកបដោយក្តីកតញ្ញូតាធម៌ដ៏កំពូលលើលោកក៏ពិតមែនប៉ុន្តែនៅជំពាក់បាបកម្មដ៏ធ្ងន់ធ្ងរក្រៃលែងដោយសងមិនរួចនៅឆាកជីវិតចុងក្រោយរបស់ព្រះអង្គទើបបានជាថ្ងៃនេះបាបកម្មនោះបានដេញគួចត្របាញ់ចងពៀវេរាមិនចេះចាប់មិនចេះហើយដូច្នេះមនាលភិក្ខុទាំងឡាយតថាគតនឹងនិទានពីអតីតជាតិរបស់ព្រះមហាមុគលានដើម្បីជាប្រតិបំភ្លឺផ្លូវឲ្យសត្វលោកជាឲ្យផុតពីមហាបាបកម្មដ៏សោកសៅនេះពេលបងកលបុត្រមិនដីយ៉ាងនេះយើងត្រូវតែដាក់ឧបាយកលឲ្យប្តីស្រឡាញ់យើងវិញកុមារិកាអូនកើតអីហ្នឹងកុមារិកាអូនកើតអីហើយយ៉ាងណាធ្វើអីបានជាប្រឡូកប្រឡាក់ពេញផ្ទះអស់អញ្ចឹងមើលអូនប្រាប់បងមើលមិនអូនមិនប្រាប់បងអញ្ចឹងមិនចង់និយាយទេកុំឲ្យថាអូននេះនិយាយមិនល្អពីឪពុកម្ដាយរបស់បងម្ល៉េះហើយអូនសុខចិត្តទ្រាំសងំរងទុកខ្លួនឯងវិញកុំឲ្យគេថាអូននេះជាកូនប្រសាចិត្តមិនបានជាមួយនឹងឪពុកម្ដាយក្មេងថាម៉េចរឿងរ៉ាវវាយ៉ាងម៉េចមើលអូននិយាយម្ដងទៀតទៅមើលតើឪពុកម្ដាយបងគាត់បានធ្វើអីខ្លះគេគាត់ឆែកបាយសម្លបបអ្វីបាយចោលតែរបៀបនេះមកជាច្រើនថ្ងៃហើយគាត់ធ្វើបាបឲ្យអូនបោះសម្អាតមិនចេះចប់តែប
ជាមួយម្ដាយអូនហើយតែយកប្តីរកកម្មក្រៀមក្រំដងចិត្តយ៉ាងនេះ ឈប់សិនអូនកុំអាលំបាកចិត្តយ៉ាងនេះអីចាំបងសួរឪពុកម្ដាយបងសិនថាហេតុអីបានជាគាត់ធ្វើដាក់អូនយ៉ាងហ្នឹង ណែបងមិនបាច់សួរគាត់ទេបើបងទៅសួរអូនត្រូវតែចុះចេញពីផ្ទះបងព្រោះគាត់ពិតជាមិនព្រមទទួលខុសទេដោយសារតែគាត់ខ្វាក់មិនមិនបាច់ឃើញ មែនហើយព្រោះតែគាត់ខ្វាក់បងក៏ពិបាកចិត្តណាស់ដែរតែបងក៏មិនដឹងធ្វើយ៉ាងម៉េចដែរណា បងគិតតែមើលតាំងពីយើងរៀបការមកអូននិងបងមិនដែលបានរួមសុខទុក្ខម្ដងណាទេដោយរវល់ទៅចប់បំរើពួកគាត់តែដកដង្ហើមមិនរួចអូនមិនដែលបានស្គាល់សេចក្តីសុខម្ដងណាឡើយហើយតើថ្ងៃណាយើងមានកូនប៉ុននឹងគេទេបើយ៉ាងនេះតើយើងរៀបការបានប្រយោជន៍អី បើអញ្ចឹងតើឲ្យបងគិតយ៉ាងណាទៅអូន បងគួរតែមិននៅក្នុងផ្ទះអូនទេហើយទុកពួកគាត់ចោលនៅក្នុងផ្ទះនេះតែពីរនាក់ចុះបាយទឹកអីចាំអូនយកមកឲ្យគាត់ម៉េចអូននិយាយត្រូវទេ យើងទុកពួកគាត់ចោលយ៉ាងនេះមិនបានទេអូនព្រោះគាត់ខ្វាក់ភ្នែកទាំងអស់គ្នាមានការអីយកប្រលប់ឲ្យពួកគាត់ធ្វើយ៉ាងម៉េចទៅ បើបងនៅតែខ្លាចយ៉ាងនេះយើងពិតជាវេទនារហូតណាស់បង បើអញ្ចឹងចាំបងគិតមើលសិនណា ឆ្ងាញ់មែនអូនដួសបាយឲ្យបងថែមទៀតមកបុកកសាំងត្រីអាំងនេះឆ្ងាញ់ណាស់បងចុះចិត្តណាស់មកដួសឲ្យបងទៀតមកពិតជាឆ្ងាញ់មែន បាយអត់មានទេបងការប៉ັດណាបាយសន្លន់នេះអូនធ្វើច្រើនដោយសប្ដងអញ្ចឹងតែឪពុកម្ដាយរបស់បងនោះគាត់ពិសាច្រើនពេកឲ្យអូនបញ្ចុកហើយបញ្ចុកទៀតថែមហើយថែមទៀតទោះជាអូនប្រាប់ថាតិចអស់អីឲ្យបងឆេក៏គាត់មិនប្រកអូននេះសុខចិត្តលំបាកអត់មាត់អូនឲ្យតែបានពួកគាត់ឆ្អែតតែបានយកមកឲ្យបងពិសាខ្លះប៉ុណ្ណឹងហើយណាគាត់ទេថាអូនចិត្តចិត្តបានទៀត តើពុកម៉ែបងគាត់គិតយ៉ាងណានេះហេតុអីបានជាចង់មកអត់បាយបងអញ្ចឹងគាត់មិនដឹងទេថាសពថ្ងៃនេះបងជាអ្នករកស៊ីចិញ្ចឹមគាត់ទ្រាំលំបាកជាមួយគាត់អស់រាប់ឆ្នាំមកហើយទេហី បងគាត់និយាយថាគាត់ជាឪពុកម្ដាយត្រូវតែស៊ីឆ្ងាញ់ស៊ីឆ្អែតបើមិនឲ្យគាត់ស៊ីគ្រប់គ្រាន់ទេនោះគាត់នឹងចេះដាក់បដាសាឲ្យបងនិងខ្ញុំស្លាប់វិនិច្ឆ័យអន្តរាយទាំងអស់គ្នាថាម៉េចគាត់ដាក់បណ្ដាសាបងអញ្ចឹងមែនទេល្អបើសិនជាពួកគាត់ចេះតែបង្កការលំបាកហើយចង់ដាក់បណ្ដាសាឲ្យបងស្លាប់ថែមទៀតផងនោះយើងត្រូវតែយកគាត់ទៅបំបោះបងចោលឬក៏យកគាត់ទៅសម្លាប់ចោលតែម្ដងទៅ